ធ្លាប់តែដុតមាន់កូកាជាមួយនឹងស្ពៃក្តាបថ្ងៃនេះគឺខ្ញុំមកដុតក្រួចកូកាជាមួយនឹងស្ពៃក្តាបម្ដងដោយសារតែព្រឹកនេះហ្នឹងទៅផ្សារគឺឃើញគេលក់ក្រួចហើយតំណងមែនតែនមួយហ្នឹងគឺ2000រៀលអញ្ចឹងខ្ញុំក៏បានទិញ2ក្បាលមកយកមកដាក់ដុតជាមួយនឹងស្ពៃក្តាបដោយសារតែមានស្ពៃក្តាបនៅសល់មួយចំហៀងដែរគ្រឿងផ្សំហ្នឹងគឺខ្ញុំមានក្រួចហើយសម្រាប់កូកាវិញខ្ញុំទិញមកដបហ្នឹង1000ប៉ុន្តែអត់ដាក់ទាំងអស់ហើយដាក់តែពាក់កដាលបានហើយដោយសារតែក្រួចយើងវាតិចដែរហើយមានជាគល់លក្រៃលក្រូចសាច់ហើយនឹងរំដេងសម្រាប់ក្រួចមុនពេលដែលយើងយកទៅដុតគឺខ្ញុំបានយកមកប្រឡាក់ជាមួយនឹងទឹកប្រេងខ្យងដើម្បីឲ្យវាមានជាតិហើយអាចបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់បន្តិចទៅយកពណ៌ហើយនឹងដាក់ជាមួយនឹងម្សៅស៊ុបលួចទឹកស៊ីអ៊ីវបន្តិចរួចយើងអាចច្បល់គ្រឿងផ្សំទាំងអស់ហ្នឹងជាមួយនឹងក្រួយឲ្យបានចូលសព្វគ្នាបានល្អរួចយើងអាចផ្អាប់ទុកបន្តិចទៅយើងមករៀបចំគ្រឿងផ្សំផ្សេងៗទៀតសម្រាប់យកទៅពេលបានប្រឡាក់ជាមួយនឹងគ្រឿងផ្សំអញ្ចឹងទៅគឺឃើញថាក្រួយឡើងពណ៌ស្រស់ស្អាតមែនទែនអញ្ចឹងហើយទើបជាហេតុផលនៅពេលដែលយើងយកទៅដុតធ្វើឲ្យក្រួយរបស់យើងគឺមានពណ៌ស្អាតសម្រាប់បន្លែគឺខ្ញុំប្រើជាស្ពៃក្តាបដោយសារតែស្លថ្ងៃមុនអញ្ចឹងនៅសល់មួយចំហៀងខ្ញុំក៏បានយកស្ពៃក្តាបហ្នឹងមកហាន់ទៅជាដុំរាងតូចមកល្មមហើយនឹងយកទៅដាក់ដុតជាមួយនឹងក្រួចស្ពៃក្តាបហ្នឹងមុនយើងយកមកធ្វើអាចលាងវាឲ្យស្អាតពី3ទឹកគល់លក្រៃប្រើ5-6ដើមយកវាមកកាត់កង់រាងខ្លីមកល្មមរួចយើងដំវាឲ្យរាងសប៉ែតដើម្បីវាចេញជាតិអញ្ចឹងនៅពេលដែលយើងយកទៅដុតវាឈ្ងុយបានល្អរំដេងប្រើមកកូនដុំតូចយកវាមកហាន់ទៅជាប្រទេសរាងស្ដាងមកល្មមសម្រាប់ស្ពៃក្តាបមុនពេលដែលយកទៅដុតគឺខ្ញុំបានប្រឡាក់ជាមួយនឹងទឹកប្រេងខ្យងបន្តិចដើម្បីឲ្យវាមានពណ៌ស្អាតហើយនឹងវាមានក្លិនឈ្ងុយផងដែរនៅក្នុងហ្នឹងយើងអាចលួចជាម្សៅស៊ុបរ៉ូឌីបន្តិចផងដែរដើម្បីជំនួយរសជាតិបន្ថែមណាចាអញ្ចឹងយើងច្បល់វាឲ្យវារៀងសប់ចូលជាតិមកអញ្ចឹងមកគឺយើងអាចផ្អាប់វាទុកសិនរៀបចំគ្រឿងផ្សំរួចរាល់ហើយឡើយខ្ញុំចូលដល់របៀបដុតតែម្ដងដំបូងគឺខ្ញុំបានដាក់គល់លក្រៃលក្រូចសាច់ហើយនឹងរំដេងនៅត្រប់បាតឆ្នាំងមកហើយនឹងយើងដាក់ក្រួចយកមកតម្រៀបវាឲ្យបានស្អាតបន្ទាប់មកទៀតគឺយើងតម្រៀបជាមួយនឹងស្ពៃក្តាបនៅជុំវិញក្រួចរបស់យើងហើយយើងអាចចាក់ជាមួយនឹងទឹកកូកានឹងបានដោយខ្ញុំបញ្ជាក់អញ្ចឹងគឺចាក់តែពាក់កដាលដបទេដោយសារតែមកដប1000ហ្នឹងគឺវាច្រើនណាស់អញ្ចឹងយើងប្រើអត់អស់ទេយើងទុកញ៉ាំពាក់កដាលទៅចាអញ្ចឹងនៅពេលដែលយើងបានចាក់កូកាហើយប៉ុណ្ណឹងហើយយើងយកគម្របឆ្នាំងយកមកគ្របការដុតក្រួយនេះគឺសរុបប្រើពេលប្រហែលជា30នាទីដោយសារតែយើងចង់ឲ្យក្រួយហ្នឹងវាបានឆ្អិនល្អតាមពិតការដុតក្រួយវាអត់យូរដូចដុតមាន់ទេចាអញ្ចឹងយើងអាចគ្របវាហើយយើងអាចប្រើចុះប្រែឡើងមកដោយសារតែស្ពៃក្តាបគឺវារៀងឆាប់ឆ្អិនជាងក្រួយអញ្ចឹងខ្ញុំបានប្រែស្ពៃក្តាបនឹងចុះឡើងបន្តិចសិនហើយនឹងប្រែក្រួយបន្ទាប់មកគឺយើងគ្របវាទុកមួយសន្ទុះទៀតចាំយើងប្រែវាបន្តទៀតពេលបាគ្របឆ្នាំងម្ដងទៀតមកគឺខ្ញុំបានឃើញថាស្ពៃក្តាបហ្នឹងគឺវាបានឆ្អិនហើយអញ្ចឹងខ្ញុំបានដួសស្ពៃក្តាបទៅទុកមុនដើម្បីកុំឲ្យវារលួយខ្លាំងពេកកាលណាវារលួយខ្លាំងពេកក៏យើងញ៉ាំទៅវាអត់សូវឆ្ងាញ់ដែរយើងបន្តទុកតែក្រួយបន្តិចទៀតដើម្បីឲ្យវារាងឡើងពណ៌ស្អាតជាងនឹងដើម្បីក្រួយដុតរបស់យើងគឺមានពណ៌ស្អាតគឺនៅពេលដែលក្រួយចាប់ផ្ដើមស្ងួតទឹកគឺយើងត្រូវតែឧស្សាហ៍ប្រែក្រួយចុះឡើងដើម្បីឲ្យក្រួយហ្នឹងគឺវាបានឡើងពណ៌ស្អាតហើយបើសិនបើវារៀងរោខ្លោចអីគឺយើងអាចបន្ថែមទឹកបន្តិចទៅដើម្បីជំនួយការធ្វើបែបហ្នឹងមិនថាមាន់ឬក៏ក្រួយទេគឺមានពណ៌ស្អាតហ្មងបន្ទាប់ពីយើងដុតរួចថ្ងៃនេះគឺខ្ញុំប្រើជាទឹកត្រីកោះកុងដើម្បីជ្រលក់ជាមួយនឹងក្រួយគឺបោកម្ទេសជាមួយនឹងខ្ទឹមឲ្យបានល្អិតល្អរួចដាក់ម្សៅស៊ុបជាមួយនឹងស្ករសបោកគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យវាចូលសព្វគ្នាហើយនឹងរាងបានល្អិតល្អបន្តិចទៅរួចដួសគ្រឿងផ្សំទាំងអស់ហ្នឹងដាក់ទៅក្នុងចានចាក់ទឹកត្រីហ្នឹងមួយស្លាបព្រាបាយកន្លះហើយនឹងច្របាច់គុយឆ្មាហ្នឹងគឺចំនួន2ចំហៀងហើយយើងអាចកូរច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងចូលគ្នារសជាតិគឺយើងយកជូរប្រៃផ្អែមអញ្ចឹងទៅទើបញ៉ាំជាមួយនឹងក្រួយវាត្រូវគ្នាមែនទែនពេលលេគ្រឿងផ្សំរួចចូលគ្នាអញ្ចឹងទៅឃើញថាទឹកជ្រលក់គឺពណ៌ឡើងស្អាតហើយឡើងតំណងអញ្ចឹងក្រួយក៏បានឆ្អិនរួចរាល់ហើយឡើយនេះគឺខ្ញុំនឹងចាប់ផ្ដើមភ្លក់ជាមួយនឹងក្រួយរបស់យើងអាចបេះយកមកជ្រលក់ទៅចាប់ជាតិគ្នាមែនទែនហើយមុខនេះយើងចង់ញ៉ាំលេងក៏បានញ៉ាំជាមួយនឹងបាយក៏ត្រូវដែរងាយសាមញ្ញទេប៉ុន្តែគឺថាមានរសជាតិឆ្ងាញ់ប្លែក